បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះមកដាក់ចំណីកែបហើយថ្ងៃនេះចង់មកនិយាយអំពីបញ្ហានៅក្នុងការចិញ្ចឹមខ្លះបាទពីច្រើនគឺបងប្អូនយើងអ្នកថ្មីបាទអ្នកថ្មីគាត់ចង់ដឹងអំពីថាយើងចិញ្ចឹមហ្នឹងយើងចំណាយអស់ប្រមាណអីប្រមាណហ្នឹងណាទៅទៅនឹងការចិញ្ចឹមតែទៅទៅនឹងការចិញ្ចឹមនេះដែរខ្ញុំមានគំនិតយោបល់ខ្លះជូនបងប្អូនយើងអ្នកថ្មីបាទគឺថាយើងមានចំណូលឬក៏មានខ្ទង់ចំណាយប្រមាណយើងអាចមានលទ្ធភាពប៉ុន្មានយើងធ្វើទៅតាមនឹងទៅអញ្ចឹងណាមិនចាំបាច់ចាប់ផ្ដើមភ្លាមធំភ្លាមទេអញ្ចឹងណាវាមានត្រឹមចាប់ពី500កូន1000កូនអីក៏យើងដាក់ចិញ្ចឹមជាបន្តទៅណាមិនចាំបាច់ចាប់ភ្លាមធំភ្លាមទេណាច្រើន4000 5000 20000អីទេហ្នឹងណាបាទតែបើយើងមានលទ្ធភាពច្រើនក៏យើងធ្វើច្រើនទៅពួកយើងធ្វើច្រើនក៏ផលក៏វាទទួលបានទិន្នផលក៏ច្រើនទៅតាមនឹងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងតើតើទៅនឹងការចិញ្ចឹមនេះសម្រាប់បងប្អូននៅថ្មីគាត់ចង់ដឹងទងចំណាយយើងចំណាយអស់ប្រហែលអីម៉ានណាអញ្ចឹងតើតើទៅនឹងការចំណាយបើសិនជាបងប្អូនយើងចំណាយដំបូងគឺយើងចំណាយទី1លើកតង់បើសិនជា1000ក្បាលគឺយើងតង់យើងទំហំអាច3x4 ឬក៏4x4ទៅមួយអាហ្នឹងណាបាទអាហ្នឹងបងប្អូនអាចសាកសួរឬក៏តង់យើងអាចទិញនៅតាមចិត្តផ្ទះក៏បានបាទបងប្អូនចង់ទិញតង់ដែលហើយពីខាងខ្ញុំទៅក៏បានអញ្ចឹងណាបាទហ្នឹងហើយហ្នឹងយើងចំណាយតង់មួយហើយមួយទៀតគឺទៅទៅនឹងស្បៃបើស្បៃយើងចាំបន្តិចតួចដបងយើងប្រក់ស្បៃឃីវហ្នឹងក៏បានឬក៏យើងធ្វើជាប្រក់ជាទាំងដូងឬក៏ស្បៃអីក៏បានដែរឲ្យតែរៀងមួយលុបអញ្ចឹងណាហ្នឹងហើយហ្នឹងមួយទៀតយើងចំណាយហើយមួយទៀតយើងអាចឈើបន្តិចតួចអីយើងអាចកាប់ចិត្តផ្ទះបានឬក៏យើងថាយើងអត់ឈើអីទេយើងទិញអាស័យមួយបាច់ទៅ10000 1000ឬ12000អញ្ចឹងណាហ្នឹងហើយប៉ុណ្្នឹងទេបាទហើយតើតទៅនឹងរឿងចំណីបងប្អូនខ្លះគាត់សួរទៅចង់ដឹងចំណីមួយថ្ងៃមួយថ្ងៃ1000ក្បាលអីយើងចំណៃអស់ប្រហែលការ៉ុងអញ្ចឹងណាបាទអញ្ចឹងជាទូទៅសម្រាប់1000ក្បាលយើងអាចចំណៃអាចខ្ទង់រង្វង់4ការ៉ុងទៅ5ការ៉ុងបាទ4ទៅ5ការ៉ុងតាមអាស្រ័យយើងចង់ចាំបានរយៈពេលវែងចង់បាន5 គីឡូឬក៏យើងចង់បាន7 8 1គីឡូអញ្ចឹងណាបាទអញ្ចឹងយើងថាជាទូទៅយើងអាចថារង្វង់5ការ៉ុងចាស់បាទអាចលើសនឹងតិចតួចឬក៏ក្រោមនឹងតិចតួចហ្នឹងដែលយើងត្រូវចំណាយ1000ក្បាលបាទហ្នឹងហើយហើយទឹកភ្លើងអីបន្តិចតួចបាទតិចតួចទេទឹកភ្លើងបាទភ្លើងយើងប្រើភ្លើងបូមម៉ូទ័រភ្លើងរត់អីខែអស់តិចតួចទេ2 3000អីទេមកទៅបាទព្រោះបូមម៉ូទ័រវាមិនសូវជាអស់លុយច្រើនដូចយើងបូមម៉ាស៊ីនសាំងណាបាទម៉ាស៊ីនសាំងបើយើងបូមមកព្រឹកអីវាអស់អាចចូល1លីត្រកន្លះទៅ2លីត្រដែរណាតែនេះយើងបូមមួយថ្ងៃអីអស់ហើយយើងថា1000ទីលើចុះម៉ូទ័រ5ហ៊ុនណានឹងcònតែការកាក់ស្មានណាបាទហ្នឹងហើយហ្នឹងយើងចំណាយនឹងទៀតបាទអញ្ចឹងយើងសរុបចំណាយមកទី1គឺអឺត្រង់1បាទ3x4ឬក៏4x4ស្បៃប្រក់បាទតែស្បៃប្រក់ហ្នឹងយើងអាចមានក៏បានឬយើងប្រក់ពីស្បៃផ្សេងឬក៏ទាំងដងអីក៏បានណាបាទហើយមួយទៀតចំណៃយើងអាចរង្វង់5ការ៉ុងបាទហើយក្រោមនឹងតិចតួចឬក៏លើនឹងតិចតួចហើយនឹងតម្លៃកូនកែបណាហ្នឹងហើយនឹងតម្លៃកូនកែបបាទហើយមួយទៀតកង្កែបយើងបដូរទឹកមួយថ្ងៃម្ដងណាមួយថ្ងៃម្ដងហើយដាក់ចំណីតូចមួយថ្ងៃ3ដងហើយធំទៅប៉ុណ្ណេះអីមួយថ្ងៃតែ2ដងទេបាទហើយមួយទៀតចំណីវាស៊ីនៅទូចហ្នឹងវាស៊ីអាច5%នៃដងខ្លួនវាអញ្ចឹងគឺឧទាហរណ៍ខាងកែបយើង10គីឡូយើងស៊ីអាចខ្ទង់5ខាំអីបាទហើយកន្លះគីឡូអីណាបាទហ្នឹងហើយបើ
សិនជាធំទៅមិននៅ5%ទៀតទេបើសិនណាយើងកែបយើងតូចយើងអាចថា10គីឡូយើងអាចអស់កន្លះគីឡូអញ្ចឹងណាតែបើធំទៅយើងអាចត្រឹម2%ឬ3%ទេ100គីឡូអីមួយថ្ងៃអាចអស់ខ្ទង់រង្វង់3គីឡូឬក៏2គីឡូអញ្ចឹងណា2ទៅ3គីឡូវាដោយពេលវេលាដែរអញ្ចឹងណាដោយថាមានការធៀបប្រែប្រួលអីចឹងទៅក៏វាស៊ីតិចឬក៏វារៀងអន់ចំណៃខ្លះអញ្ចឹងណាបាទហ្នឹងហើយតែជាទូទៅសម្រាប់ខ្ញុំវិញឬក៏សម្រាប់ដែលយើងចិញ្ចឹមយូរទៅយើងប្រើវិធីសាស្ត្រមួយថាបាចអញ្ចឹងទៅយើងបាច2សាអីចឹងណា2សា3សាអញ្ចឹងទៅវាក៏កាបយើងរកដងយើងឲ្យស៊ីមួយថ្ងៃ2គីឡូអញ្ចឹងយើងបាចលើទី1យើងបាចប្រហែលជា1គីឡូឬក៏1គីឡូបន្តិចទេហើយបន្ទាប់មកយើងបាចអាចថា1គីឡូអីជាងទៀតណាហ្នឹងហើយអានោះក៏ឧទាហរណ៍បាទចឹងទៅបើថាវាស៊ីអស់ក៏យើងបាចតិចចឹងទៅហើយរយៈពេលវាស៊ីជាទូទៅរយៈពេលវាស៊ីប្រហែលជា10នាទីទេបងប្អូនបាទស៊ីយើងបាចចឹងណាយើងបាចចិត្តខ្លួនវាចឹងទៅវាស៊ីចឹងទៅធ្វើរយៈពេល10នាទីអាចឆ្អែតដែរបើចឹងយើងអាចថាបាចរេះតិចទៅគេថាស៊ីអស់ដូចចេះអីនៅ clean គឺវាទីថាយើងបក់ដៃវានៅមកអញ្ចឹងណាយើងបាចតិចឲ្យវាស៊ីបាទអាហ្នឹងថាជាវិធីសាស្ត្រមួយដែលថាយើងថ្មីបាទយើងថ្មីបាទហើយសម្រាប់ថាបងប្អូនយើងដែលគាត់ធ្លាប់ចាំយូរហើយគឺគាត់ដឹងគាត់តែឃើញកែបដឹងមួយថ្ងៃត្រូវឲ្យម៉ានពេលឲ្យម៉ានគីឡូម៉ានខាំគឺយល់ហើយបាទហ្នឹងហើយអញ្ចឹងគឺសម្រាប់យើងថ្មីយើងថ្មីភាគច្រើនគឺចម្ងល់ទៅទៅនឹងការដាក់ចំណីហ្នឹងហើយការដាក់ចំណីគឺយើងបាចតិចខ្លួនវាអញ្ចឹងណាវានៅតបាក់វាចេះដាក់ទៅប៉ុន្តែជាទូទៅតាមបបផ្សោតខ្ញុំវាស៊ីមិនអាចលើស10នាទីអីទេអញ្ចឹងយើងបាចតិចខ្លួនវាទៅធ្វើ10នាទីលើសហ្នឹងគឺលែងសូវស៊ីឯងវាឆ្អែតហើយលក្ខណៈដែលឆ្អែតទី1គឺវាលែងសូវមានចលនាទី2ពោះវាប៉ោងជាម៉ូនជាងម៉ូនដែលយើងដាក់ចំណីហ្នឹងហើយពេលដែលយើងតដាក់ចំណីវាអាចរៀងពោះវារៀងធម្មតាឬក៏ផតអញ្ចឹងណាទៅពេលរៀងធំតិចទៅរៀងធំតិចទៅតែពេលដែលយើងដាក់ស៊ីចំណីឲ្យឆ្អែតទៅគឺវាពោះវារៀងប៉ោណាបាទហ្នឹងហើយចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនយើងមានចម្ងល់អីអាចសាកសួរបានណាហ្នឹងហើយចឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ